ពលរដ្ឋខ្មែររាប់ពាន់អ្នកចេញមកទៀតហើយនៅក្នុងថ្ងៃនេះថ្ងៃទី25ណាចេញមកប៉ុន្តែអាថោកថៃពួកអាឆ្កែចរិតថោកវាបើព្រំដែនត្រឹមតែ1 ម៉ោង 11 នាទីប៉ុណ្ណោះបាទហើយរាប់ពាន់អ្នកណាហើយវាបកកចរាចរណ៍វាបិទព្រំដែននៅខ្លួនវាស្អីនៅខ្លួនវាហើយវាលួចបើកនៅខ្លួនវាហើយវាថោកផ្សាយថាខ្មែរយើងណាបាត់គិតទៅពួកអានេះសន្តានថោកទៅម្ល៉េះពូជថោកណា1 ម៉ោង 11 នាទីសម្រាប់បងប្អូនជាពលរដ្ឋរាប់ពាន់អ្នកឥឡូវនេះត្រូវសមត្ថកិច្ចត្រូវបងប្អូនបាទប្រជាជនខ្មែរនៅខណ្ឌនេះទៅជួយជូនអីវ៉ាន់មកបាទពួកគាត់រើផ្ទះលើកនេះមិនមែនស្វីបកតាម្នាក់មកដើរមកលេងស្រុកដូចមុនទេឬដើម្បីមកនៅស្រុកជាតិយើងវិញណាហើយទំដាច់បានរៀបចំជូនបងប្អូនប្រជាពលរដ្ឋដល់ផ្ទះបាទដល់ស្រុកកំណើតសម្រាប់អ្នកចង់មកសម្រាប់អ្នកដែលនៅរើសការងារធ្វើគឺក្រសួងការងារនៅចាំទទួលពាក្យនៅក្នុងស្រាប់ពេលព្រឹកដើមហើយឥឡូវមានដល់អាកាសនេះវាដេញចេញមកទៀតណាអាខុសច្បាប់វាចាប់បញ្ជូនចេញមកទៀតខ្មែរប្រាប់ថាស្វាគមន៍ទទួលដៃពីរហើយបញ្ជូនថវិកាឲ្យបងប្អូនទៅដល់ផ្ទះទៀតណាមានករណីហ្នឹងហើយចឹងបងប្អូនត្រឡប់ទៅផ្ទះយើងវិញកុំនៅត្រាំត្រែងឲ្យគេមើងងាយវាអត់ដឹងយើងទេភាសាវាធ្វើដូចល្អណាស់ចឹងណាគេទៅថាអូថៃនិយាយសម្ដីទុនណាទុនបានតែខាងក្រៅទេតែអាលួយក្នុងណាវាអត់ដេញទេប៉ុន្តែវាប្រើវិធានការអត់នេះដើម្បីឲ្យខ្មែរយើងចេញតែវាចេញទៅវាខាត់បងទាំងអស់ទាំងកម្លាំងពលកម្មទាំងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរបស់ខ្លួនឯងរដ្ឋាភិបាលខ្មែរគិតគូរដល់ប្រជាពលរដ្ឋខ្មែរប៉ុន្តែរដ្ឋាភិបាលវាគឺទន្ទ្រានអំណាចណាធ្វើឆ្កែធ្វើឆ្មារដ្ឋមន្ត្រីវានេះនាយករដ្ឋមន្ត្រីវានេះធ្វើឆ្កែធ្វើឆ្មាទៅរួមក្រាបជាមួយយោធាដើម្បីកុំឲ្យគេតម្លាក់តំណែងអាពួកយោធាចាំធាក់បាននាយករដ្ឋមន្ត្រីនឹងចេញដោយសារវាចង់បានតំណែងជាភាសាភូមិភាគ2ហ្នឹងឯងក្នុងការសង្ស័យគឺវាចង់បានតំណែងនាយករដ្ឋមន្ត្រីហ្នឹងឯងបាទឥឡូវនេះវាកំពុងតែបកកចរាចរណ៍ជាមួយខ្មែរមិនដឹងថាមានបាតុភិបប៉ះគ្នានៅថ្ងៃណាទៀតទេដោយសារតែវាមានករណីច្រើនណាស់ដែលវាកំពុងតែបកកចរាចរណ៍ទាំងងងើរបស់ពួកវាចឹងបងប្អូនចូលមកឥឡូវស្មើនេះបងប្អូនទំបិទមុននេះកន្លះម៉ោងទេបិទព្រំដែននៅម៉ោង 8:30 នាទីហើយបងប្អូនរបស់យើងរើអវ៉ាន់មកមិនទាន់ដាក់ចូលបួផងបងប្អូនសមត្ថកិច្ចនិងបងប្អូនដែលជួយសង្គ្រោះយើងផ្សេងទៀតក៏ដូចជាបងប្អូនយុវជនសមាជិកកំពុងតែជួយបងប្អូនប្រជាពលរដ្ឋរបស់យើងរៀបចំកន្លែងទុកដាក់នឹងថ្នាក់នៅអ្នកខ្លះក៏ត្រូវចេញដំណើរមកក៏ចេញដំណើរមកបាទគឺយើងអត់ទាន់ចប់ទេដោយសារតែពួកវាសណ្ដានថោកបើតែខ្លួនវាបិទតែខ្លួនវាហើយវាថតផ្សាយថាវាល្អទៀតក៏ដូចមកថោកអត់នេះណាហើយបើករយៈពេល1 ម៉ោង 11 នាទីមនុស្សរាប់ពាន់នាក់បាទខ្ញុំនឹងអាប់ដេតជូនបងប្អូនថាប្រហែលពាន់នាក់ថ្ងៃនេះមកដល់មិញ6,485នាក់ថ្ងៃនេះប្រហែលពាន់នាក់ទៀតខ្ញុំអត់ទាន់ច្បាស់ទេដោយសារព័ត៌មានទំបឋមចេញមកមិញទេគឺកំពុងតែស្រោតខ្លាំងណាស់ដុតដៃដុតជើងនៅទីនោះសម្រាប់សមត្ថកិច្ចរបស់យើងជួយដល់បងប្អូនប្រជាពលរដ្ឋអញ្ចឹងខ្មែរជួយខ្មែរទាំងអស់គ្នាស្រឡាញ់ខ្មែរទាំងអស់គ្នាគ្រប់គ្រងខ្មែរទាំងអស់គ្នាកុំឲ្យពួកវាមើលងាយយើង